សួស្តីបងប្អូនវីដេអូនេះនាំបងប្អូនមកមើលណានកូនរបស់ម៉ាអ៊ីតអួតអំពីស្នាដៃធ្វើម្ហូបទៀតហើយតែតាមពិតម្ហូបនេះគឺម៉ាក់និងអ៊ំជាអ្នកធ្វើសោះបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងគឺខ្ញុំហត់មែនតើមកវិញញើហោញើបាញ់និយាយពីញើវិញតាំងពីក្បាលដល់កែងជើងគ្រាន់តែអួតថាចេញញើប៉ុណ្ណឹងគេដឹងហើយដល់ម៉ោងដល់ពេលវេលាយកមុខទៀតហើយខ្លាំងមែនតើមកបាច់ញើហោញើអីចឹងអ៊ំខ្ញុំហត់ណាមានទេមិនលឺចឹងឯងបងណាមិញហ្នឹងកូនចង់និយាយថាអ៊ំជាអ្នកធ្វើអ៊ំជាអ្នកហត់តែកូនកលាស់អណ្ដាតអត់ទាន់ក៏កូននិយាយថាខ្ញុំហ្មងតើនេះម៉ាក់គាត់បកបងទាហើយពួកម៉ាក់ខ្ញុំបកខ្ទឹមហើយបើខ្ញុំគឺកំពូលអ្នកយកមកហើយបានតែជួយទិញចឹងឯងឲ្យតែបានកោគេគឺអស់ចិត្តហើយជួយធ្វើអីទេបានតែជួយយកមកហើយធ្វើឲ្យខ្លួនឯងរវល់ហ្នឹងឯងជួយគ្នាអ្នកម្ដាយមួយជើងអញ្ចឹងទៅឆាប់ហើយឆាប់បានញ៉ាំទាំងអស់គ្នាខ្ញុំយកមកពីខាងនោះមកយកខាងនេះទៀតហើយគិតទៅកូនតូនអញ្ចឹងមែនណាធ្វើអីមិនទាន់រួចដៃស្រួលបួលទេធ្វើយ៉ាងម៉េចឲ្យតែគេមើលមកគឺរវល់នឹងឯងឥឡូវកុំឲ្យគេថាខ្ញុំនឹងអត់ជួយអីពេកខ្ញុំជួយហាន់ក្រូចឆ្មាព្រោះអីហាន់ក្រូចឆ្មានឹងជាជំនាញរបស់ខ្ញុំផ្ទាល់ហើយចូលចិត្តហាន់ក្រូចឆ្មាងាយស្រួលជាងគេហ្មងតែបើអ៊ំធឿនវិញអីម្ហូបអីក៏គាត់ចេះធ្វើដែរខ្ញុំសរសើរគាត់រឿងធ្វើម្ហូបនឹងហ្មងដូចម៉ាក់អ៊ីតអញ្ចឹងគាត់ឲ្យនឹងម៉ាក់អ៊ីតគឺដូចគ្នាម្ហូបអីក៏គាត់ធ្វើបានដែរខានគឺគាត់ធ្វើឆ្ងាញ់ឥឡូវនេះគឺគាត់ធ្វើអីគេនេះខ្ញុំអត់ស្គាល់ទេនេះជាជ្រក់ពងទាតែមួយមុខហ្នឹងគឺងាយស្រួលធ្វើមែនតើខ្ញុំឃើញអ៊ំខ្ញុំគាត់ធ្វើមានទឹកត្រីកោះកុងមានជាមួយនឹងកាយ៉ៅឈូកពងទាបន្លែនំបញ្ចុកទឹកសម្លប្រហើរខ្មែរយើងនេះក៏អ៊ំធឿនជាអ្នកធ្វើដែរហើយគាត់ធ្វើឡងតំណងហើយឡងឆ្ងាញ់មាននំបញ្ចុកហើយមាន oyster មានបង្គាស្រស់និងជ្រក់ពងទានេះខ្ញុំហៅជ្រក់ពងទាហ្មងតើអ៊ំហើយនឹងម៉ាក់នៅធ្វើទៅខ្ញុំមកថែមសម្រស់បន្តិចសិនគឺមកលាបជាមួយនឹង DD cream របស់ម៉ែបែឡាធ្វើឲ្យស្បែកមុខរបស់ខ្ញុំកាន់តែគីឡូចាញ់ចាំងហើយអត់ក៏អត់បតាទៀតដោយសារតែខ្ញុំមក make up តាំងពីព្រឹកអញ្ចឹងហើយគឺខ្ញុំមកថែមជាមួយនឹង DD cream របស់ម៉ែបែឡាបន្ថែមឲ្យស្បែកមុខរបស់យើងមើលទៅកាន់តែគីឡូស្អាតហើយសំខាន់ DD cream របស់ម៉ែបែឡាមានរង្វាន់ទៀតសងសំណាងទាំងអស់គ្នាបងប្អូនដៃណានរួចហើយគិតទៅចេះតែច្រឡំមាត់រហូតមនុស្សធ្លាប់យកមុខតែអញ្ចឹងឯងចេះតែភ្លាត់មាត់ថាខ្លួនឯងអ្នកធ្វើជួយដែរតាជួយយកមុខយកមាត់ហ្នឹងតើឥឡូវនេះគឺដល់ម៉ោងញ៉ាំហើយណាបងប្អូនគឺតំណងខ្លាំងមែនតែនហ្មងពេលដែលយើងញ៉ាំដាក់ចូលមាត់មួយម៉ាត់ហើយនិយាយពីថាឲ្យឡើងជាតិឆ្ងាញ់មែនតែនហ្មងសំខាន់គឺជ្រក់ពងទានេះបងប្អូនអើយដាក់មួយម៉ាត់ទៅនិយាយពីថាឆ្ងាញ់ហ្មងបើបានបាយកកទៀតកាន់តែអែមបើនិយាយពី oyster បង្គាស្រស់អីនេះគឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំផ្ទាល់ហើយឆ្ងាញ់បងប្អូនមើលមាត់ទៅមាត់ម៉ាក់ខ្ញុំមាត់អ៊ំខ្ញុំមកញាប់ដូចម៉ាស៊ីនដេរអញ្ចឹងណាឆ្ងាញ់ពេកបងប្អូនហើយបើពូផ្លោងវិញពងទាមកគ្រាប់ដាក់ចូលមាត់ភ្លុកអត់មានខ្វល់អីហ្មងរបស់ឆ្ងាញ់តែប៉ុណ្្នឹងឯងឥឡូវនេះគឺអ៊ំគឺគាត់អញ្ជើញមកដល់ហើយដើម្បីញ៉ាំជុំគ្នាទាំងអស់គ្នាអញ្ចឹងណាបងប្អូនហ្នឹងហើយមីងបានខ្ញុំថែមជាមួយនឹង DD cream របស់ម៉ែបែឡាហ្នឹង